គណៈទានជាកិច្ចខាងដើមខ្ញុំករណាសូមកំបងអញ្ជលីក្រាបនមស្ការទិសដៅចំពោះគុណនៃបរតនត្រ័យដោយសេចក្តីគោរពជ្រះថ្លាមួយលើក៏សូមក្រាបនមស្ការថ្វាយបង្គំចំពោះព្រះគ្រូធម្មគិរវោសង្ឃវរៈជាព្រះគ្រូចតកាវត្តរស័យក្រោកនិងសូមក្រាបនមស្ការថ្វាយបង្គំចំពោះព្រះគ្រូថេតិញាណណៅសេងសៀបជាព្រះគ្រូចតកាវត្តលួងនិងជាប្រធានប៉ុស្តិ៍វិសុវត្តលួងនិងសូមក្រាបនមស្ការចំពោះព្រះថេរានុថេរៈគ្រប់អង្គក៏សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលកំពុងតាមដានស្ដាប់និងសូមធ្វើសេចក្តីគោរពរាប់អានចំពោះបុសលបងទាំងពីរព្រះអង្គដែលមានវត្តមាននៅក្នុងទីនេះណាដូច្នេះហើយនៅក្នុងរាត្រីនេះផងដែរគឺម៉ោង7យប់ដល់ម៉ោង8យប់គឺឥទ្ធិពលបញ្ហានៃជីវិតដែលផ្សាយចេញអំពីវត្តរស័យក្រៅទៅកាន់ប៉ុស្តិ៍វិសុវត្តលួងនៅក្នុងរាត្រីនេះជួបជាមួយខ្ញុំករណាភិក្ខុខេមលធោអឹមតារានិងប្រគុណម្ចាស់កាលទាយកោម៉ាចនិថានិងប្រគុណម្ចាស់អត្តវរម៉ៅវណ្ណៈដើម្បីចូលរួមក្នុងការបរិយាយចែករំលែកនៅអ្វីដែលបានសិក្សារៀនសូត្រមកអំពីខ្លឹមសារធម៌អាដើម្បីបានជាធម្មទានដល់អស់លោកអ្នកស្ដាប់ដើម្បីបានជាប្រយោជន៍ក្នុងការស្ដាប់នៃរាត្រីនេះដូច្នេះនៅក្នុងរាត្រីនេះផងដែរប្រធានបទដែលត្រូវលើកឡើងនៅក្នុងរាត្រីនេះគឺតាក់ទងអំពីលក្ខណៈសម្រាប់វិនិច្ឆ័យធម៌និងវិន័យមាន8ប្រការលក្ខណៈសម្រាប់វិនិច្ឆ័យធម៌និងវិន័យទៀតអស់លោកដែលធ្លាប់បានតាមដានស្ដាប់មួយចំនួនក៏បានជ្រាបអ្នកមួយចំនួនទៀតក៏មិនទាន់បានជ្រាបដែលយើងត្រូវតែត្រេះរិះពិចារណាដោយម្ដេចទៅបានដឹងថានឹងជាធម៌នឹងជាវិន័យនឹងជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាអញ្ចឹងអ្នកខ្លះអត់ទាន់ដឹងថានឹងជាធម៌ជាវិន័យជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាទេពេលខ្លះដោយសារស្ដាប់ទៅគិតថាពីរោះទៅក៏គិតថានឹងល្អជាធម៌អញ្ចឹងទៅស្ដាប់ទៅគិតថាពេញចិត្តអញ្ចឹងទៅគិតថានោះគឺជាវិន័យអញ្ចឹងទៅពេលការគិតថានឹងគឺជាផ្លូវល្អស្ដាប់អញ្ចឹងទៅក៏គិតថានឹងគឺជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាអីជាដើមចុះតែនៅក្នុងទីនេះអស់លោកអ្នកស្ដាប់ទាំងប្រគុណម្ចាស់ក្តីទាំងញាតិញោមពុទ្ធបរិស័ទក្តីនឹងបានសម្ដាប់ត្រេះរិះពិចារណាតាក់ទងអំពីអ្វីទៅដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងមកលោករាប់ថានឹងគឺជាធម៌នឹងគឺជាវិន័យនឹងគឺជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាហើយអ្វីទៅដែលមិនមែនជាធម៌មិនមែនជាវិន័យមិនមែនជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាទាំងអស់លោកនៅក្នុងរាត្រីនេះនឹងបានស្ដាប់ហើយខ្ញុំកណានឹងលើកប្រធានបទក្នុងថ្ងៃនេះគឺវាតាក់ទងអំពី2ចំណុចចំណុចទី1គឺតាក់ទងមិនមែនជាធម៌មិនមែនជាវិន័យមិនមែនជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាចំណុចប្រធានបទទី2គឺនឹងគឺជាធម៌ជាវិន័យជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាអញ្ចឹងក្នុងចំណុចហ្នឹងមាន8អញ្ចឹងប្រគុណម្ចាស់2អង្គហ្នឹងត្រូវហើយអញ្ចឹងមួយអង្គបកស្រាយមួយប្រធានបទហើយខ្ញុំកណាចាំឆាន់ហើយប្រគុណម្ចាស់ចាស់ចាំបកហើយនឹងស្រាយមកអញ្ចឹងខ្ញុំកណានឹងទទួលយកនៅអ្វីដែលប្រគុណម្ចាស់នឹងធ្វើការបកស្រាយជាកិច្ចបន្តទៅនេះនៅក្នុងចំណុចទាំង8នឹងសោទី1លោកហៅថាសរិយាគាយៈធម៌ណាប្រព្រឹត្តទៅដើម្បីតម្រេកឯចំណែកទី2សង្យោគាយៈធម៌ណាប្រព្រឹត្តទៅដើម្បីប្រកបដោយទុក្ខនឹងគឺទុក្ខណាទៀតណាទី3គឺអាចអាយាយៈធម៌ណាប្រព្រឹត្តទៅដើម្បីសន្សំកិលេសទី4មហិច្ឆតាយៈធម៌ណាប្រព្រឹត្តទៅដើម្បីប្រាថ្នាធំទី5អសន្តថិយាធម៌ណាប្រព្រឹត្តទៅដើម្បីមិនសន្តោសចំពោះរបស់តាមមានតាមបានទី6សង្កនិកាយៈធម៌ណាប្រព្រឹត្តទៅដើម្បីច្រឡោកច្រឡំដោយពួកគណៈទី7កោសជាយៈធម៌ណាប្រព្រឹត្តទៅដើម្បីសេចក្តីខ្ជិលច្រអូសទី8ទុភៈរតាយៈធម៌ណាប្រព្រឹត្តទៅដើម្បីចិញ្ចឹមក្រអញ្ចឹងនៅក្នុងចំណុចនេះប្រគុណម្ចាស់នឹងត្រូវបកស្រាយនៅក្នុងចំណុចបើយើងនិយាយតាមបែបខេមរៈភាសាតែជាងាយស្រួលស្ដាប់ទី1គឺលោកសំដៅដល់តម្រេកទី2សំដៅដល់ការប្រកបដោយទុក្ខទី3គឺសន្សំកិលេសទី4គឺប្រាថ្នាធំទី5មិនសន្តោសចំពោះរបស់តាមមានតាមបានទី6ច្រឡោកច្រឡំដោយពួកគណៈទី7សេចក្តីខ្ជិលច្រអូសទី8ចិញ្ចឹមក្រចំណុចទាំង8នេះលោករាប់ថា
mình men chỉ thoa mình men chia vì nấy mình men chỉ bịa riêng bắt đầu được bỏ phải xa xa lạiโดยเฉพาะที่ยมกนาหนึ่งประเกณฑ์ประกลประชาการละตีจะก่อหมายดิบหาดำใบเพื่อการวิสัยจนีในขนมคลำซานี้โดยเฉพาะสมอารัตเนียนิมุนเดียนสมนมัสการกระไทยบังคมจมโปกนในปัตไตรรอตั้งใบเมียนพระพุทธรัตนมวยนังพระธรรมรัตนมวยประสังครัตนมวยดาวเชียรัตนดอดองดอมวิเศษไทยทลานเลโลกสมนมัสการกระไทยบังคมจมโปพระองค์ครูพระเจ้าอาธิกาพระใบดาซองเนวัดเวลุวนารามประไสกรอกนมัสการจมโปพระองค์ครูเดลมินวัตเมียนนักนองตีนี้นมัสการจมโปมิจ่าบองสมจำรันพอดาวยินยมจุปุตบอริสัตต่างลายในขนมวิเลียกระเอาการอังขยมประกาศนาธมาเพียบกรนังบานประตูโอกาสอัมปีกรูบานารัตเบาทรายอธิบายในคลำซาในปทอเดพองครูบันเลิกเลิงหมอกตรุในทางเดิมนี่พอบันจำอันโดยธรรมะองครูทาอ้อยจำประกาศนาธมาเพียบตั้งปีพองนี่ดำเบยจีเนจำอันให้พองครูจำติดชันตามกรอยเตะไปชนะก็จำมือประทายจำอันจะอันเฮยกระมวยนอยเชาไอ้ยังนะไอ้ไงมันชันยังนะก็พองครูในบ้านประเทมเครื่องโดยพองเองเนี่ยชันตามกรอยให้เนี่ยแทมเครื่องเดียดนะเลยชนะก็สกได้เดินบ้านอธิบายโดยต่อตอนนี้หนึ่งเลิกยกเนาแหลกขณะสำหรับวินิจฉัยเนาทอวินัยเมียนผมใบประกาศที่มวยคือสาราเกียร์หนึ่งทอนะประพฤติโต๊ะใบตำเรกปอโยมจะพุทธบริษัทไปดังทาทอนะเดลยังประพฤติโต๊ะดำใบตำเรกให้ทอนะเดลประพฤติโต๊ะดำใบตุกปอโยมจะพุทธบริษัทต่างหลายที่จะลอมทาอ้อยตะลือทัดทัวอ้อยตะลือทัดทัวสัตธาสมกอลทัดทัวลอติกอสัตเจียปุถไดกาสัตเจียศาสนาเปียตูนเมียนเปลี่ยนประดาวเดลเจียเอาไว้ไดกาเดลประสมาสามปุตตรงตรัสำแดงเลิงตรงตุกเจียเวจนะดำใบnhiệtยมปุตบอริษัทศึกษาเรียนโซยกมกปฏิบัติตามตึงอหนึ่งตีเมียนทอคละเหมือนเมียนเจียได้กาเหมือนเมียนเจียเวจนะเหมือนเมียนเจียศาสนาระบบพระสมมาสามพุทธเดลพระองค์บันตรัสดังเลิงเดลพระองค์บันตรัสสำแดงให้กอซาเวะยอมอสำแดงยอมอเพื่อสังเกตอย่างนี้ต่อนั่นคือมันเมียนเตะเป็นหลักละคือเจียทัวได้แต่ทัวปลอมเนี่ยบัวเราเกาศาสนาไอยกเตาแคลงเหมือนลอมโดยเราสังคมปัจจุบันนี่เห็นโยมปุตบอสัตว์นั่งโลบันดังสลับปล่อยปอเห็นโยมเมียนบุคคลคลาเตายกปีเอาไว้ยกเตาเลิกเลิงยกเตาสมแดงจนการนั่นคือบันตะแต่งเรื่องโดยกลุ่มนัดคลุนเองนั่นยกเตาในยี่อ้อยยี่ตาสนับปุตบอสัตว์สนับไปจุนการนั่งเมียนจังตัวสังตัวสนับเทียดให้เชื่อตามเตานั่งโดยการมันบันศึกษาเรียนโซดเราทัวไอ้บ้าลัวให้ก็เช่นเนี้ยบวกรวมจังคลุนเองเช่นเนี้ยมันโซโจจัดเนี้ยในยี่เปียปิดเตียดพ้องคือเวียตัวตามนั่งได้ปะโดยเฉพาะก็ยังโตสำคัญนักนองกาศึกษาเรียนโซดหน่อยบันเจ๊ใช่ป่ะหนึ่งจุนการโดยอังคมประกาศนาธรรมเพียบตัวอะไรจีบริษัทเจียสลับทัวระบอบคนไม่ใช่รมวยทำกระทึกโลกเราใบไอ้คือแต่นะไปแต่ก้าวหน้าตลกเป็นเชี่ยเราปไตรใบดอกเราคลำซาเราน้องไตรใบดอกเพียนู้นให้จังสนับให้คือตัวแชกมือคลุนเองประแทมเตียดปนดำใบอ้อยจะบ้าอ้อยยังจำอ้อยจะบ้าพ้องให้ดำใบบอมบัดเราจะเอาทาสิกได้ซองไซนกน้องทัวร์นกน้องแกรงโลเนี่ยเตะเนี่ยสำแดงไอ้เจ๊ทาไอ้เจ๊จ้อยังปอหนึ่งว่าทาเมียนโลกเป็นเจ๊ไอ้จังคือสรูลนำไปปราชากาขอกนกน้องทัวร์แกรงโลมันเมียนทัวร์ปอจังนกน้องทัวร์นี่การประพฤติโต๊ะดับใบตำเรกปอโยมจุปุตบอริษัทต่างหลายการเดลเยิ้งมันดังยังมันดังแต่ทอปุ๊บนั่นคือ
ដែលប្រព្រឹត្តទៅដើម្បីតម្រែកហ្នឹងគឺការដែលយើងបាននៅលៀបបងការបាននៅលៀបគេហៅថាលោកធម៌នោះដែលព្រះអង្គខ្ញុំកណាអាត្មាភាពទាំងពីរទាំង3ព្រះអង្គនេះបានសម្ដែងពីម្សិលមិញហ្នឹងបងហើយកាលណាថាយើងមិនមានធម៌អប់រំចិត្តមិនមានការសន្តោសនៅក្នុងបច្ច័យ4អីទេកាលណាតែបានមកមិនមានការអប់រំចិត្តគឺកាន់តែមានតម្រែកត្រេកត្រអាលនឹងដូចជាលោភៈចិត្តអីជាដើមនេះកាលណាតែកាន់តែបានគឺកាន់តែចង់កាលណាតែកាន់តែចង់ហើយគឺកាន់តែមិនចេះគ្រប់ហើយក៏វាមិនមានសេចក្តីសុខអីមិនមែនជាអ្នកស្ងប់អីទេបងនឹងនៅក្នុងសេចក្តីទី1ហើយទី2សង្យោគជាយៈធម៌ណាដែលប្រព្រឹត្តទៅដើម្បីសេចក្តីទុក្ខបងការប្រព្រឹត្តទៅដើម្បីសេចក្តីទុក្ខនឹងយើងគួរកំណត់ដឹងថាធម៌ណាខ្លះដូចជាការហួងហែងនៅក្នុងរបស់ដែលជាទីស្រឡាញ់ការបាត់បង់ការព្រាត់ប្រាចាករបស់ដែលជាទីស្រឡាញ់ជាទីពេញចិត្តរបស់ខ្លួនឯងប៉ុន្តែយើងមិនមានធម៌ដើម្បីរងាប់នៅការហួងហែងអានឹងក៏ជាហេតុដែលនាំឲ្យមាននៅសេចក្តីទុក្ខនឹងដែរទី2ព្រោះសង្យោគជាយៈហើយទី3គឺអជាយាយៈព្រោះអាចយាយៈព្រោះធម៌ណាដែលប្រព្រឹត្តទៅដើម្បីសន្សំនៅកិលេសញាតិញោមនឹងការដែលធម៌ដែលប្រព្រឹត្តទៅដើម្បីសន្សំនៅកិលេសនឹងគឺជាចំណង់ការចំណង់ចង់បាននៅវត្ថុផ្សេងដែលជាបច្ច័យដែលជាចំណៃនៃចក្ខុវិញ្ញាណនៃសោតវិញ្ញាណហើយបានឃើញហើយបានស្ដាប់បានឮហើយគឺចង់ប៉ះពាល់ចង់ស្រូបស្រស់រសក្លិនអីហ្នឹងអាហ្នឹងគឺសត្វតែជាការគេហៅថាការបំពេញចង់បំពេញឲ្យកិលេសហ្នឹងបងក្នុងការដែលប្រាថ្នានៅរបស់ទាំងនោះព្រោះហ្នឹងទី3អាចយាយៈព្រោះធម៌ដែលធម៌ណាដែលប្រព្រឹត្តទៅដើម្បីសន្សំនៅកិលេសហើយទី4គឺមហិច្ឆតាយៈព្រោះធម៌ណាដែលប្រព្រឹត្តទៅដែលប្រព្រឹត្តដើម្បីប្រាថ្នានៅសេចក្តីធំដុំព្រោះសេចក្តីធំដុំធំដោយយុះធំដោយសម្បត្តិដោយអីហ្នឹងគឺដោយការទៅប្រព្រឹត្តឯណាបត់ល្មើមិនមែនជាកាយសុចរិតមិនមែនជាវិជ័យសុចរិតអីហ្នឹងដែលទឹកប្រព្រឹត្តទៅជាអកុសលដែលនាំឲ្យកើតបាបនៅក្នុងចិត្តប្រព្រឹត្តទៅជាទោសធ្វើឲ្យខ្លួនឯងធ្លាក់ទៅកាន់អបាយទៅកាន់នរកនៅអនាគតហ្នឹងគឺអាហ្នឹងគឺសត្វតែជាការភ្លៀងភ្លាត់ការភ្លៀងភ្លាត់ដោយមិនបានគិតពិចារណាចិត្តប្រាថ្នាធំទៅនឹងដូចថាធ្វើអីឲ្យតែបានធំដោយការមានរកស៊ីអីលឹបកັບខោងអីដូចជាអ្នកធ្វើការរាជការអីមិនកាន់យកនៅទស្សពិតមិនកាន់យកនៅធម៌ដែលជាធម៌ស្មើគ្នាទៅកាន់ប្រព្រឹត្តយកនៅអកតិធម៌អីហ្នឹងគឺសត្វតែជាតោហ្នឹងគឺមិនមែនជាដីកាមិនមែនជាសាសនាពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធនឹងទេព្រោះហ្នឹងទី4បងហើយទី5គឺអសន្តថេយាបងធម៌ណាដែលប្រព្រឹត្តទៅដើម្បីសន្តោសចំពោះរបស់មានតាមបានបងរបស់តាមមានតាមបានធម៌ណាវិន័យណាដែលព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងព្រានបដៅដើម្បីឲ្យញាតិញោមជាពុទ្ធបរិស័ទរងាប់នឹងហើយមិនឲ្យប្រព្រឹត្តអីលើសអំពីការដែលបានមកទៅដោយធัวរបស់ដែលបានមកទៅដោយសុចរិតអាហ្នឹងគឺជាធัวដែលមិនដើម្បីសន្តោសនឹងទេបងនឹងមិនមែនធัวសន្តោសនឹងទេដូចជាការលោភលន់អីហ្នឹងបងការមិនចេះសន្តោសមិនចេះប្រមល្មម
ទៅតាមបច្ច័យទៅតាមទ្រព្យសម្បត្តិរបស់ខ្លួនជួនកាលក៏ធ្លាក់ទៅកាន់ការវិវេប្រព្រឹត្តទៅជាអកុសលនៅក្នុងចិត្តហើយមើលទៅចំពោះអ្នកដតីហ្នឹងគឺសិតតែជាបុគ្គលដែលអន់ជាងខ្លួនទៅក៏មិនចង់ឲ្យបុគ្គលនោះមកបៀតខ្លួនមកក្បែរខ្លួនដល់ថ្នាក់ថាមិនចូលទៅសែបគប់ហើយក៏មិនចង់ឲ្យបុគ្គលនោះបាននៅសម្បត្តិនាអីទៅទៀតមិនចង់ឲ្យបាននៅលៀបអីផ្សេងហ្នឹងហ្នឹងគឺជាការដែលយើងមិនចេះសណ្ដោនឹងទៅតាមបានអីនឹងទេបងហ្នឹងហ្នឹងទី5បងទី5ហើយទី6គឺសង្កនិកាយៈព្រោះធัวណាដែលប្រព្រឹត្តទៅដើម្បីច្រឡោកច្រឡំដោយពួកដោយគណៈបងការច្រឡោកច្រឡំដោយពួកដោយគណៈហ្នឹងគឺយើងដូចជាការលះនៅការទៅសែបគប់គ្នាហ្នឹងបងហ្នឹងហើយការដែលរស់នៅជុំគ្នាច្រឡោកច្រឡំដោយពួកហើយប្រកាន់បកពួកអីចឹងទៅทั้งពួកនេះផ្សេងពួកនោះផ្សេងពួកនេះមកពីនេះពួកនោះមកពីនោះអញ្ចឹងអាត្មាអញគឺមិនក៏បីចូលទៅសែបគប់នឹងទេពេលអញ្ចឹងទៅគឺផ្លេចថាខ្លួនឯងនឹងជាខ្មែរជាសាសនិកអ្នកខ្លះនឹងដល់ថាយកពាក្យអីគេយកពាក្យខ្មែរស្រឡាញ់ខ្មែរហើយពាក្យខ្មែរស្រឡាញ់ខ្មែរនេះដូចដែលអាត្មាបានពិចារណាហើយនឹកគិតនៅក្នុងចិត្តថាពាក្យថាខ្មែរស្រឡាញ់ខ្មែរនេះគឺជាពាក្យដែលមានអត្តន័យអត្តរសដល់ដងឧត្តមវិសេសសម្រាប់សប្បុរសយកមកនិយាយហើយយកមកប្រព្រឹត្តក៏ប៉ុន្តែដោយហើយទៅពាក្យនេះគឺបានបុគ្គលបងចលមសៀតយកទៅនិយាយអញ្ចឹងពាក្យដែលមានតម្លៃគឺបែរទៅជាវាគ្មានអតិពលបងពាក្យដែលមិនមានអតិពលទៅវិញព្រោះបុគ្គលចលមសៀតហ្នឹងយកមកនិយាយទៅតែមិនបានធ្វើបងតែក្នុងចិត្តហ្នឹងគឺការប្រព្រឹត្តជាក់ស្ដែងវាមិនមែនប្រព្រឹត្តទៅតាមទស្សនៈពាក្យថាខ្មែរស្រឡាញ់ខ្មែរហ្នឹងទេបងនិយាយតែមាត់ក៏ប៉ុន្តែទង្វើហ្នឹងបែរទៅជាប្រកាន់បងទៅជាច្រឡោកច្រឡំគ្នាហ្នឹងគឺសត្វតែមិនមែនជាធម៌ទេបងមិនមែនជាសេចក្តីល្អដែលញ៉ាំងឲ្យកុសលនឹងកើតឡើងនៅក្នុងខណ្ឌសន្តានហើយញ៉ាំងឲ្យសេចក្តីសុខនៅក្នុងโลกនេះឲ្យមានសន្តិភាពហ្នឹងគឺមិនមានទេព្រោះហ្នឹងទី6ហើយទី7ក៏សច្ជាយៈបងនឹងធម៌ណាដែលប្រព្រឹត្តទៅដើម្បីសេចក្តីខ្ជិលច្រអូសបងធម៌ដែលប្រព្រឹត្តទៅដើម្បីសេចក្តីខ្ជិលច្រអូសហ្នឹងគឺការប្រាថ្នានៅសេចក្តីសុខនិងសេចក្តីសុខនេះគឺសេចក្តីសុខនៅក្នុងបច្ចុប្បន្ននេះបងអ្នកខ្លះទៅប្រព្រឹត្តទៅដោយចង់បានសំណុកសុខស្រួលទៅគឺមិនមានការខិតខំប្រឹងប្រែងព្យាយាមដូចជាការសិក្សារៀនសូត្រការធ្វើកិច្ចការងារដែលជាហត្ថកម្មប្រចាំថ្ងៃក្តីគឺមិនមានទេអ្នកខ្លះទៅក៏ចង់បានសម្បត្តិព្រោះចង់បានសម្បត្តិចង់បានជំនាញក៏ប៉ុន្តែខ្លួនឯងទង្វើសពថ្ងៃអីគឺមិនមានការព្យាយាមប្រឹងប្រែងដេសម្កុកអីចឹងទៅយូរម៉ោងយូរពេលវេលាហើយគេមានទស្សនៈគតិនៅក្នុងសិភៅនៅក្នុងស្លោកសេរីហេតុប្រទេសហ្នឹងថាទ្រព្យទាំងឡាយគឺมันអាចបានមកដោយងាយនឹងទេហើយមរឹកគឺมันអាចរត់ទៅចូលក្នុងមាត់សីហៈដែលមិនមានសេចក្តីព្យាយាមនឹងទេព្រោះយ៉ាងណាមិញគឺសម្បត្តិចំណេះវិជ្ជាក្តីគឺมันអាចនឹងបានមកដោយងាយដោយបុគ្គលមិនមានការព្យាយាមមិនមានការប្រឹងប្រែងខ្នះខ្នែងស្វះស្វែងរកកិច្ចការងារហ្នឹងគឺមិនមែនទេព្រោះហ្នឹងគឺនៅក្នុងចំណុចទី7ព្រោះហើយទី8គឺតុភៈរតាយៈព្រោះធម៌ណាដែលប្រព្រឹត្តទៅដើម្បីការចិញ្ចឹមក្រធម៌ណាដែលប្រព្រឹត្តទៅដើម្បីការចិញ្ចឹមក្រញាតិញោមពុទ្ធបរិស័ទការចិញ្ចឹមក្រនេះគឺដូចជាប្រសងអីហ្នឹងគឺលោកជាអ្នក
ដែលចិញ្ចឹមដោយងាយក៏ប៉ុន្តែបើថាប្រសង់អង្គដតីដែលលោកចិញ្ចឹមដោយក្រហ្នឹងគឺមិនដឹងថាជាយ៉ាងណាដែរព្រោះលោកមិនបានរំងាប់មិនបានប្រាថ្នាតិចទៅកាលណាតថាមិនប្រាថ្នាតិចទៅគឺចេះតែចង់សំណុកចង់ស្រួលចង់ឆ្ងាញ់អីហ្នឹងចេះតែប្រកបជាតាអីប្រកបញាតិញោមអីឲ្យមកយកចង្ហាន់អីរបស់បរិភោគរបស់ឆាន់ឆ្ងាញ់អីអាហ្នឹងគឺជាហេតុដែលនាំឲ្យចិញ្ចឹមក្រព្រោះហើយការដែលលោកប្រាថ្នាហ្នឹងគឺវាលើសលប់អំពីធម៌អំពីវិន័យរបស់ព្រះសាស្តាដូច្នេះគឺជាហេតុដែលនាំឲ្យមានការចិញ្ចឹមក្រព្រោះហ្នឹងដូច្នេះអង្គខ្ញុំកាលណាអាត្មាភាពបានចូលរួមសម្ដែងអធិប្បាយនៅខ្លឹមសារត្រង់ចំណុចទីទាំង8ប្រការនេះព្រោះធម៌ដែលមិនមែនជាលក្ខណៈធម៌សាសនារបស់ព្រះសាស្តានៅក្នុងវេលាគ្រាឱកាសនេះក៏សំលមមតែផ្នែកសូមប្រគេនទៅព្រះអង្គគ្រូដើម្បីសម្ដែងវេកញែកបន្ថែមយ៉ាងណានោះសូមរតនានិមន្តគណៈទានអរគុណច្រើនចំពោះអ្វីដែលលោកប្អូនបានធ្វើការបកស្រាយនៅក្នុងខ្លឹមសារជាហូហែដាក់មកល្មម3ខ្ទិះ8នៅក្នុង8ចំណុចនេះហើយឃើញថាលោកប្អូនបានរៀបរាប់បកស្រាយនឹងឃើញថាក្បោះក្បាយនៅក្នុងចំណុចទាំងអស់នេះហើយនៅក្នុងចំណុចទាំងអស់នេះអស់លោកអ្នកស្ដាប់ទាំងប្រគុណម្ចាស់ក្តីទាំងញាតិញោមពុទ្ធបរិស័ទក្តីនៅក្នុងខ្លឹមសារគឺពិតប្រាកដណាស់គឺសំខាន់នៅក្នុងចំណុចហ្នឹងយើងបានត្រូវដឹងអំពីអ្វីដែលព្រះសម្មាសម្ពុទ្ធជាបរមសាស្តាចារ្យជាបរមគ្រូនៃយើងមកបានប្រកាសសម្ដែងតកតងពីធម៌តកតងពីវិន័យតកតងពីពាក្យទូមានព្រានប្រដៅពាក្យទាំងអស់នោះគឺជាការសម្ដែងចេញពីព្រះអស់របស់ព្រះអង្គគឺជាការសម្ដែងដើម្បីបង្ហាញអំពីការពិតបញ្ជាក់អំពីសច្ចធម៌និងបង្ហាញអំពីប្រយោជន៍ក្នុងការប្រព្រឹត្តនាពេលបច្ចុប្បន្ននិងអនាគតដូច្នេះហើយយើងត្រូវយល់ដឹងអំពីចំណុចទាំងអស់ហ្នឹងដូច្នេះហើយទាំង8ចំណុចនេះឯងដែលលោករាប់ថាវាមិនមែនជាធម៌មិនមែនជាវិន័យមិនមែនជាពាក្យព្រានប្រដៅរបស់ព្រះអង្គឡើយនៅក្នុងចំណុចទាំង8ហ្នឹងឥឡូវខ្ញុំកណាដើម្បីសាររើឡើងវិញបន្តិចដើម្បីឲ្យអស់លោកអ្នកស្ដាប់នឹងបានស្ដាប់ឡើងវិញនៅក្នុងចំណុចទាំង8ហ្នឹងក្រែងប្រគុណម្ចាស់រៀបរាប់ទៅលឿនពេកឬខ្ញុំកណារៀបរាប់ទៅលឿនពេកឬច្រើន8ចំណុចអញ្ចឹងខ្ញុំកណាសាររើបន្តិចដើម្បីអស់លោកនឹងបានចាំឡើងវិញនៅក្នុងចំណុចហ្នឹងទី1គឺតកតងពីធម៌ណាប្រព្រឹត្តទៅដើម្បីតម្រេកនឹងមិនមែនជាធម៌មិនមែនជាវិន័យមិនមែនជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាឡើយធម៌ណាប្រព្រឹត្តទៅដើម្បីប្រកបដោយទុក្ខហ្នឹងគឺទុក្ខៈប្រកបដោយសេចក្តីលំបាកហ្នឹងនោះក៏មិនមែនជាធម៌មិនមែនជាវិន័យមិនមែនជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាឡើយចំណុចទី3ធម៌ណាប្រព្រឹត្តទៅដើម្បីសន្សំកិលេសអញ្ចឹងនៅក្នុងចំណុចទី3ហ្នឹងធម៌ណាដែលប្រព្រឹត្តទៅដើម្បីសន្សំនៅកិលេសគឺមិនមែនជាធម៌មិនមែនជាវិន័យមិនមែនជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាឡើយទី4ធម៌ណាប្រព្រឹត្តទៅដើម្បីប្រាថ្នាធំវាហួសហេតុហួសមៀតណាហួសពីសមត្ថភាពដូច្នេះនោះឯងមិនមែនជាធម៌មិនមែនជាវិន័យមិនមែនជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាឡើយចំណែកទី5ធម៌ណាប្រព្រឹត្តទៅដើម្បីទី5ថាម៉េចទៀតដូចរៀងភាំងទី5ធម៌ណាដើម្បីមិនសន្តោសចំណុចទី5ធម៌ណាដែលប្រព្រឹត្តទៅដើម្បីមិនសន្តោសតាមមានតាមបាននោះទៀតមិនសន្តោសតាមមានតាមបានហ្នឹងគឺយើងនឹងអត់ធ្វើអ្វីទៅតាមអ្វីដែលយើងបានសន្សំបុណ្យកុសលឬការប្រព្រឹត្តធ្វើនឹងល្មមប៉ុណ្ណឹងហើយយើងអត់ធ្វើតាមលទ្ធភាពយើងទេហើយក៏មិនចេះសន្តោសដល់អ្នកដទៃដែរ
nè chẳng hay chung cho nói nâng có lục rộp tham mình men chỉ thoa mình men chi vì nấy mình men chỉ biết riêng và đào được bao xa xa lại nâng chấm nói ti pram chấm nói ti pram mùi hoa ná đại pro tới đầm bay ấy tiền gần nè chẳng được nông chấm nói ti pram mùi nâng cứ hoa ná đại pro tới đầm bay cho lô cho lom đòi puộc đòi kiện nạ đòi puộc đòi cái nạ nâng cho lô cho lom đòi mình đăng thà ni cứ chỉ nè miên quân ở thoa thna tiếp ni chỉ nè miên quân ở thoa thna pua chơi từ phơ pat na pat này ni cha tôm một đom bật thi cha riêng cho bong dương ở chơi score tiếp score pua dương về clay dương đó nè chẳng hay không chỉ nói từng o nâng ai cả na bật bật luônแบบnu lô rọp tha nâng hai mình men chỉ thoa mình men chi về này mình men chỉ biết riêng và đau được bao phải sang đà lại chấm này ti pram pi thoa náได้ประพฤติเตอร์ดำใบไอ้เดือนในครองจะหน่อยนั้นน่ะคือประพฤติเตอร์ดำใบสิกได้เจอจะโอ้ครูทอระบอบไปศาสนาปีเปลี่ยนปัดได้ทอไปในต่างหลายเหมือนเมนเมียนสิกได้เจอจะโอเต้ประสันบาทออานุบินในนุประพฤติเตอร์ดำใบสิกได้เจอจะโอต่างอ่อนนุเหมือนเมนจีทอเหมือนเมนชีวินในเหมือนเมนจีเปลี่ยนปัดได้ระบอบไปศาสนาเลยนึ่งตีปรำปีจำนายตีปรำใบทอนาได้ประพฤติเตอร์ดำใบไอ้เดือนในครองจะหน่อยตีปรำใบดำใบจำกรอกันน่ะดำใบจิงจำกรอคือมีในหาชื่อบุกโก้ได้ปีบ้าเอาเกจิงจำกาจิงจำกรอนั่นคือครูไอ้เพื่อเอากาหลงบ้าจังบ้านนี่จังบ้านนู่นปันในให้มันละโมมปันน้อยมันสกอปปันในให้มันเตาจัดจังกาประพฤติเตอร์แบบนั่นไงลูกรอบห้าเบี้ยเหมือนเมนจิตทอเหมือนเมนชีวิตนี้เหมือนเมนจิเปลี่ยนไปได้ระบบภาษาสดาเลยนี่จำนวนเตียงผมใบนี่ส่งออกโลกบานเฉียบทาผมใบยางนั่งผมใบจำนวนนั่งเหมือนเมนจิตว่าเหมือนเมนชีวิตนี้เหมือนเมนจิเปลี่ยนไปได้ระบบภาษาสดาเลยหอยออกโลกมวยจำนวนจีเนี่ยโป้เนี่ยทออาก็โดยขี้ได้ออกโลกเนี่ยสลับก็โดยขี้ได้ประกอบจีหนึ่งบานเฉียบจำนวนนั่งบาสำแดงเตอร์ดำใบแต่เรื่องเตียงผมใบยางนานี่มวยเรื่องเตียงผมใบยางนั่งเนี่ยนั่งสำแดงนั่งดาข้อหอมปีไอ้ปีเปรี้ยปีเปรี้ยตีระบบเปรี้ยสมาสัมพุทธในโลกบานสำแดงทอตกเหมาหนึ่งท่าจังสมออกโลกบานเฉียบในขนมคลำสานี่ก็น่ะแล้วในขนมน่ะไก่จีบรรทอตัวนี้คือน่ะเตะโต้งปีประเทศบอดได้ตรึกเลิกล้างคือทันในขนมประเทศบอดตีปีคือจังเตียงผมใบยางได้จีทอจีวันนี้ได้เปรี้ยศาสนาโลกบานตูเมียนเปลี่ยนประดาวนู้เมียนเอาไว้คลาดจมกันหนึ่งประเคนเติมประคนไปจ้าอาตะวรอมาปนาดำใบหนึ่งบานเพื่อการบอกสายให้ในขนมจนหน่อยน้องคือเมียนผมใบได้คือน่ะตีมวยคือเตะตรงปีเวรีเกียร์เยะน่ะทอประพฤติเตอร์ดำใบปราชาดำเรกน่ะตีปีวิสังโยเกียร์เยะทอน้าประพฤติเตอร์ดำใบปราชาตุกน่ะตุกคือตุกหะเรียนไอจำนายตีใบอะปะจะยาเยะทอน้าประพฤติเตอร์ดำใบน่ะคือเมียนสิกได้มันสันซ้อมเลยกี่เลยเดียนนั่งตีใบตีบ้วนคือเตะตรงปีอับเปชาตาเยะทอน้าประพฤติเตอร์ดำใบปัฒนาติเดียนปัฒนาติเดียนในขนมจำนวนตีบ้วนเดียนไอจำนวนตีพรำคือสันตเทียทอน้าประพฤติเตอร์ดำใบสิกได้น่ะเตรอน่ะจมพัวบทโทตามเมียนตามบ้านไอจำนายตีประมวยคือวิเวกายะทอนาประเปิดเตอร์ดำใบสิกได้สงัดจะปวกกันนะตีปรำปีวิริยารำเพียยะทอนาประเปิดเตอร์ดำใบประรบสิกได้เพียเยี่ยมนั่งตีปรำปีเดียนตีปรำใบสอบแพะเรตายะทอนาประเปิดเตอร์ดำใบกาจิงจำเงียจังจำน้อยเตียงผมใบนี้ลูกรถหาจีทอชีวิตนี้จีเปลี่ยนปัดได้ระบบศาสนาโดยเฉพาะจำกันหนึ่งประเคนจำน้อยเตียงผมใบนี้แต่การประกนมิจ้าอัตตะบรมาบุณะดำใบจูร่วมบิสัจเนียคลำสานี้โดยเฉพาะสมรตเนียนิมนต์เดียนจีวธรรมอังคยมกันาธรเพียโสมกราบถวายกรมจมพัวกลปรัตนตรัยแต่งใบเมียนประพฤติประทอประซองจิติสการะโบเชียหนึ่งมวยเลิกโสมเนี่ยมาสกาจมพัวครูธรรมเกรโวสังวิระ
ដែលត្រូវជាបច្ចេកទេសការប្របីដាសងនៅក្នុងវត្តវេលវនារាមហៅវត្តអស័យក្រោកនេះនឹងសូមនមស្ការចំពោះលោកគ្រូខេមឡាថោអិនបារាដែលត្រូវជាព្រះគ្រូសូត្រឆ្វេនឹងសូមនមស្ការចំពោះអនុថែប្អូនម៉ាចនិថានឹងសូមនមស្ការគណៈគុណចាស់គ្រប់ព្រះអង្គនឹងសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទគ្រប់រូបដែលកំពុងតែស្ដាប់ការផ្សាយផ្ទាល់វិទ្យុចេញពីវត្តវេលវនារាមហៅវត្តអស័យក្រោកទៅកាន់វត្តលោកនាពេលរាត្រីបងហ្នឹងហើយកិច្ចបន្ទាប់នេះគឺខ្ញុំកណាភិភាពបានដើម្បីបកស្រាយវែកញែកបំភ្លឺបន្ថែមនៅពាក្យកណ្ដាលនៃប្រយោគបន្ទាប់ទៀតនេះគឺធរណាដែលជាពាក្យពៀនប្រដៅដែលជាពាក្យវិន័យទូមានរបស់ព្រះសាស្តាបងហ្នឹងហើយខាងដើមដំបូងគឺលោកម្ចាស់ប្អូនបានបកស្រាយអំពីធរណាដែលមិនមែនជាការព្រានការប្រដៅនឹងមិនមែនជាធម៌មិនមែនជាវិន័យរបស់ព្រះសាស្តាទេបងអញ្ចឹងញាតិញោមអាចយល់បានច្បាស់ហើយពីដំបូងឬក៏ដើម្បីមិនបានយល់យ៉ាងណានោះក៏ខ្ញុំកណានេះបកស្រាយពីលើនេះបន្ថែមត្រង់ធម៌ណាដែលជាធម៌ដែលព្រះសាស្តាបានបញ្ញត្តិនិងបានទូលមាននិងជាវិន័យនៅក្នុងនោះលោកសំដែងដល់ទៅ8ដូចគ្នាដែរព្រោះដែលជាគូបដិបកនឹងគ្នាទី1លោកសំដែងថាវិរិយកៈយៈព្រោះវិរិយកៈយៈព្រោះហ្នឹងហើយការប្រព្រឹត្តទៅដើម្បីការប្រឆាចនៅតម្រែកព្រោះឬយើងហៅថាការមិនជាប់ជំពាក់ព្រោះនៅក្នុងព្រះគាថានេះចង់សម្ដៅទៅថាធម៌ទាំងឡាយណាដែលយើងប្រព្រឹត្តទៅនៅក្នុងវិរិយគ្រាអាកាសបច្ចុប្បន្ននេះព្រោះថាធម៌ដែលយើងប្រព្រឹត្តទៅនៅក្នុងអតីតជាតិឬអតីតកាលវាជាធម៌ដែលកន្លងផុតទៅហើយព្រោះអញ្ចឹងធម៌ដែលយើងត្រូវប្រព្រឹត្តទៅជាប្រចាំថ្ងៃហ្នឹងគឺនៅក្នុងបច្ចុប្បន្ននេះទេដើម្បីជាប្រយោជន៍នៅក្នុងបច្ចុប្បន្ននឹងផងនិងដើម្បីជាអនាគតនឹងផងបងធម៌ដែលការប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ព្រោះមិនដើម្បីប្រឆាចនៅតម្រែកព្រោះហៅថាមិនជាប់ចម្ពាក់ហ្នឹងគឺជាការលះនៅសន្តានចិត្តខ្លួនដែលបានប្រព្រឹត្តញ៉ាំងឥន្ទ្រីទាំង6នេះព្រោះប្រព្រឹត្តទៅដើម្បីជាសេចក្តីសុខសេចក្តីចម្រើនដើម្បីឲ្យខ្លួនឯងហ្នឹងព្រោះមានការមិនជាប់ចម្ពាក់ហ្នឹងដោយទី1ដោយលៀបព្រោះដោយលៀបដោយសក្ការៈហ្នឹងព្រោះដោយរបស់ដែលធ្វើឲ្យយើងហ្នឹងមាននៅសេចក្តីទុក្ខព្រោះហ្នឹងហើយឬក៏ជាប់ចម្ពាក់ដោយជាប់ចម្ពាក់ដោយគ្រួសារព្រោះហ្នឹងហើយដូចព្រះសម្មាសម្ពុទ្ធគឺលោកមិនជាប់ចម្ពាក់នឹងអ្វីទេព្រោះមិនជាប់ចម្ពាក់សម្បីតែទ្រព្យសម្បត្តិកូនប្រពន្ធឪពុកម្ដាយហ្នឹងគឺលោកអត់ជាប់ចម្ពាក់នៅក្នុងធម៌ហ្នឹងទេព្រោះអ្វីដែលជាគោលដៅធំអ្វីដែលជាការប្រះចាកនៅសេចក្តីទុក្ខគឺការលះនៅលោកនេះដើម្បីទៅរកលោកខាងមុខទៀតព្រោះលោកខាងមុខទៀតហ្នឹងចង់មានន័យចង់សម្ដៅទៅថាលះអំពីសង្សារវដ្តនេះព្រោះទៅរកទីឋានដ៏ស្ងប់សុខដែលមិនមានការកើតមិនមានការចាស់មិនមានការឈឺមិនមានការស្លាប់ទេនៅក្នុងដែលយើងហៅថាដែលញាតិញោមបានសូត្ររាល់ថ្ងៃហ្នឹងព្រះនិព្វានហ្នឹងព្រោះហ្នឹងការលះនៅតម្រែកព្រោះសេចក្តីចង់បានផ្សេងនឹងការលះនៅក្រុមគ្រួសារហ្នឹងព្រោះហ្នឹងគឺបកស្រាយដោយខ្លីសង្ខេបទី1ព្រមហើយទី2លោកសម្ដែងថាវិសញ្ញោគាយៈព្រោះហ្នឹងហើយការប្រព្រឹត្តទៅដើម្បីប្រឆាចនៅកិលេសព្រោះការប្រព្រឹត្តទៅដើម្បីប្រឆាចនៅកិលេសនេះគឺលោកសម្ដៅទៅការប្រព្រឹត្តទៅរបស់យើងមានការបរិច្ចាគទានព្រោះមានការបរិច្ចាគទានការធ្វើទានរក្សាសិលរក្សាភាវនាអីហ្នឹងគឺឲ្យយើងដើម្បីវាឆាកនៅសេចក្តីដែលចង់បានសេចក្តីដែលជាប់ចម្ពាក់នៅក្នុងโลกនេះហើយជាប់ចម្ពាក់នៅក្នុងលោកសន្និវាសនេះជាប់ចម្ពាក់នៅក្នុងមាសប្រាក់នៅក្នុងបច្ច័យទាំង4ហ្នឹងព្រោះហ្នឹងហើយគឺឲ្យយើងលះ
ឲ្យលះនឹងកិលេសហ្នឹងពាក្យថាកិលេសហ្នឹងយើងនិយាយឲ្យសួរស្ដាប់ទៅថាគឺការចង់បានបើចង់បានមិនចេះចប់មិនចេះហើយព្រោះមានការប្រព្រឹត្តយ៉ាងនៅសន្តានចិត្តនឹងទៅដោយលោភៈព្រោះច្រើនពេកហ្នឹងកិលេសយើងមានច្រើនក៏ធ្វើឲ្យយើងនឹងមានការលោភលន់ព្រោះមិនចេះស្កប់ស្កល់នៅក្នុងរបស់ដែលយើងអាចបាននឹងអញ្ចឹងនៅក្នុងនឹងលោកឲ្យយើងចេះស្កប់ស្កល់ឲ្យយើងចេះសង្វេគនៅក្នុងរឿងនឹងព្រោះឲ្យយើងចេះគ្រប់គ្រាន់ត្រង់របស់ដែលយើងបានប៉ុណ្ណាគឺយើងទទួលប្រើនឹងសប្បាយរីករាយរបស់ប្រពន្ធនឹងព្រោះអញ្ចឹងនឹងគឺចំណុចទី2ព្រោះចំណុចទី3លោកសម្ដែងថាអបច្ចៈជាយាយៈព្រោះអបច្ចៈយាយៈហ្នឹងហើយអបច្ចៈយាយៈព្រោះហ្នឹងហើយគឺការប្រព្រឹត្តទៅដើម្បីការមិនសន្សំនៅកិលេសព្រោះហ្នឹងគឺសំដៅទៅលើការមិនបង្កើតនៅសេចក្តីទុក្ខព្រោះគឺថាការមិនបង្កើតនៅមិនការបង្កើតឬការមិនសន្សំនៅកិលេសនេះគឺលោកសំដៅថាការកើតមកជាមនុស្សហើយព្រោះបើយើងកើតមកជាមនុស្សនេះលោកឲ្យឈ្មោះថាជាការក្រមួយដែរព្រោះថាទម្រាំតែយើងបានកើតជាមនុស្សនេះគឺដោយការសន្សំនៅបុណ្យកុសលគឺថារាប់ជាតិណាព្រោះហ្នឹងហើយទម្រាំបានកើតមកជាមនុស្សនេះព្រោះអញ្ចឹងគឺបានកើតជាមនុស្សនឹងហើយបើមិនបានធ្វើបុណ្យមិនបានធ្វើទានសន្សំកុសលហើយទៅសង្វាតព្រោះសន្សំតែកិលេសច្រើនព្រោះហ្នឹងហើយកិលេសក្រាស់មានតែការចង់មានចង់បានមិនចេះឈប់ឈរមិនចេះឆ្អែតនៅក្នុងលោកសន្និវាសនេះព្រោះมันមានការពិចារណានៅក្នុងធម៌ថាធម៌ណាធម៌ល្អធម៌ណាធម៌អាក្រក់ទេព្រោះហ្នឹងហើយគឺចេះតែប្រព្រឹត្តទៅដោយមិនមានការតក់ស្លុតមិនមានការភ័យខ្លាចនៅក្នុងអំពើដែលខ្លួនបានធ្វើហ្នឹងហើយអញ្ចឹងទេនឹងក៏ហៅថាជាការសន្សំនៅកិលេសហើយព្រោះហ្នឹងហើយអញ្ចឹងដើម្បីឲ្យយើងអាចបាននៅហៅថារួចចាកនៅទុក្ខព្រោះហ្នឹងហើយរួចចាកនៅទុក្ខគឺដោយអាស្រ័យហេតុយើងនឹងការប្រព្រឹត្តប្រចាំថ្ងៃរបស់យើងនឹងព្រោះគឺមានការធ្វើទានព្រោះការធ្វើទានហើយមានការរាប់អានចំពោះមនុស្សគ្រប់គ្នាព្រោះហ្នឹងហើយរាប់អានចំពោះមនុស្សគ្រប់គ្នាដោយមិនមានការថ្នាំងថ្នាក់ចិត្តជាមួយនឹងមនុស្សជុំវិញខ្លួនព្រោះហ្នឹងហើយធ្វើឲ្យខ្លួនឯងហ្នឹងសបាយព្រោះសបាយហ្នឹងសបាយយ៉ាងម៉េចគឺសបាយនឹងទាននឹងសិលនឹងភាវនាហ្នឹងព្រោះហ្នឹងហើយសបាយទាំងអស់ហ្នឹងមានការប្រព្រឹត្តខ្លួនឯងហ្នឹងដោយកុសលធម៌ព្រោះកុសលធម៌មានកាយកុសលព្រោះហ្នឹងហើយមានចិត្តជាកុសលព្រោះមានការវាចាហ្នឹងជាកុសលទៅការប្រព្រឹត្តទៅរបស់យើងហ្នឹងមិនសន្សំដោយកិលេសហ្នឹងទេព្រោះហ្នឹងគឺចំណុចទី3ព្រោះចំណែកឯចំណុចទី4លោកសម្ដែងថាអបិច្ឆតាយៈព្រោះអបិច្ឆតាយៈគឺលោកប្រែជាខេមរៈភាសាថាការប្រព្រឹត្តទៅព្រោះដើម្បីការមាននៅសេចក្តីប្រាថ្នាតិចព្រោះផ្ទុយអំពីមុនហ្នឹងគឺលោកសម្ដែងថាធម៌ណាដែលប្រព្រឹត្តទៅដើម្បីប្រាថ្នាធំតែនេះគឺពាក្យថាផ្ទុយញោមគឺដើម្បីប្រព្រឹត្តទៅព្រោះការប្រព្រឹត្តទៅដើម្បីការមាននៅសេចក្តីប្រាថ្នាតិចព្រោះគឺឲ្យយើងនឹងសន្តោសដោយចិត្តការប្រាថ្នានៅក្នុងโลกនេះព្រោះហ្នឹងហើយប្រាថ្នាធំពេកដោយមិនមានការព្យាយាមព្រោះប្រាថ្នាធំចង់ធ្វើជាអ្នកធំឬក៏ធ្វើជាអ្នកដែលហៅថាមាននៅមុខមាត់ដោយយើងប្រាថ្នាធំពេកឬប្រាថ្នាចង់ខ្លាចជាព្រះអរហន្តឯហ្នឹងព្រោះគឺបើមិនមាននៅសេចក្តីព្យាយាមសេចក្តីតាំងចិត្តហ្នឹងទេព្រោះដល់មានតែការប្រាថ្នាហ្នឹងគឺវាអត់ងាយនឹងសម្រេចទេព្រោះអញ្ចឹងនៅក្នុងនេះលោកឲ្យយើងហ្នឹងគឺមានការប្រាថ្នានៅតិចព្រោះប្រាថ្នានៅតិចហ្នឹងចង់សំដៅលើការ
ការបដិបត្តិរបស់យើងព្រោះការតាំងចិត្តរបស់យើងព្រោះហ្នឹងហើយគឺនៅពេលដែលយើងមាននៅសេចក្តីព្យាយាមការប្រព្រឹត្តទៅរបស់យើងហ្នឹងគឺវាតែនឹងសម្រេចបានអ្វីដែលយើងអាចបានអំពីទាំងគេឲ្យផងព្រោះហ្នឹងហើយបានអំពីការប្រព្រឹត្តទៅរបស់យើងដោយកាយរបស់យើងនឹងផងព្រោះហ្នឹងទើបការប្រាថ្នារបស់យើងនឹងអាចសម្រេចទៅបានព្រោះហ្នឹងអញ្ចឹងការប្រាថ្នាតិចហ្នឹងគឺសម្ដៅដែលធំបំផុតហ្នឹងគឺដោយយើងមានការព្យាយាមដោយខ្លួនឯងព្រោះហ្នឹងហើយមិនមាននៅការសុំពីគេហ្នឹងហើយឬក៏មិនមាននៅការដែលយើងទៅលួចឆក់ប្លន់គេអីហ្នឹងព្រោះហ្នឹងហើយគឺការប្រព្រឹត្តទៅរបស់យើងហ្នឹងក៏វាជាសុខហើយព្រោះហ្នឹងហើយហ្នឹងគឺចំណុចទី4ចំណែកចំណុចទី5ព្រោះគឺលោកសម្ដែងថាសន្តុទ្ធយាព្រោះហ្នឹងហើយថាការប្រព្រឹត្តទៅព្រោះដើម្បីសេចក្តីសប្បាយរីករាយព្រោះហ្នឹងហើយដើម្បីត្រេកអរនឹងរបស់ដែលខ្លួនមានព្រោះរបស់ដែលមាននឹងការប្រព្រឹត្តទៅហ្នឹងគឺដូចសម្ដែងពីខាងដើមអញ្ចឹងព្រោះគឺថាអ្វីដែលយើងមាននៅក្នុងសពថ្ងៃនេះព្រោះគឺយើងត្រូវចេះសប្បាយអររីករាយនឹងរបស់ដែលយើងមានបានហើយព្រោះថាការសន្សំរបស់យើងពីអតីតជាតិព្រោះសន្សំទាំងញាតិព្រោះសន្សំទាំងទ្រព្យព្រោះសន្សំទាំងបុណ្យដែលយើងបានសន្សំពីអតីតជាតិហ្នឹងគឺហុចផលមកឲ្យយើងហ្នឹងព្រោះគឺបានតែប៉ុណ្្នឹងព្រោះអញ្ចឹងគឺអ្វីដែលយើងមានតែប៉ុណ្្នឹងហើយគឺយើងត្រូវចេះសប្បាយរីករាយនឹងរបស់ទាំងអស់ហ្នឹងដែលយើងអាចមាននៅក្នុងសប្តាហ៍ថ្ងៃនេះហើយមាននៅរាល់ថ្ងៃនេះព្រោះបើយើងសប្បាយនឹងរបស់ដែលយើងមិនមានព្រោះមានការប្រាថ្នាច្រើនព្រោះនឹងរបស់ដែលយើងមិនទាន់មានព្រោះហ្នឹងមានការថ្នាំងថ្នាក់ចិត្តចំពោះរបស់នោះវាសេចក្តីទុក្ខនឹងកើតមានឡើងនៅក្នុងសន្តានចិត្តយើងអញ្ចឹងនៅក្នុងចំណុចនេះលោកចង់និយាយថាការប្រព្រឹត្តទៅសេចក្តីដែលធ្វើឲ្យយើងសប្បាយរីករាយហ្នឹងគឺត្រូវចេះសប្បាយនឹងរបស់ដែលខ្លួនមានហើយព្រោះហ្នឹងហើយគឺឃើញអ្នកដតីគេមានបានជាងខ្លួនហ្នឹងគឺយើងមិនអាចទៅធ្វើដូចគេបានទេទៅចេះរីករាយនឹងអ្វីដែលខ្លួនមានព្រោះទើបខ្លួនមាននៅសេចក្តីសុខជាជីវិតជារបស់ខ្លួនយើងហ្នឹងបងហ្នឹងគឺចំណុចទី5ចំណុចទី6លោកសម្ដែងថាបវិវេកាយៈបងហ្នឹងហើយបវិវេកាយៈហ្នឹងលោកសម្ដែងថាការប្រព្រឹត្តទៅដើម្បីបងសេចក្តីស្ងាត់ស្ងៀមបងដើម្បីស្ងាត់ស្ងៀមគឺមិនញាប់ញ័រនៅក្នុងកាយបងនៅក្នុងចិត្តបងគឺមិនញាប់ញ័រនៅក្នុងលោកនេះទេព្រោះត្រូវមានការធ្វើចិត្តនឹងឲ្យស្ងប់មិនញាប់ញ័រនឹងរបស់ដែលគេបានឲ្យព្រោះមិនញាប់ញ័រនឹងហៅថាអ្វីដែលជារឿងដែលប៉ះពាល់ដល់ដំណេកដល់ចិត្តរបស់យើងហ្នឹងព្រោះគឺធ្វើឲ្យចិត្តយើងនឹងវាមានការតូចទន់ព្រោះមានការកន្ទុយកន្ទិនហ្នឹងគឺនឹងវាមិនមែនជាប្រយោជន៍ទេព្រោះហើយក៏មិនមែនដែលជាធម៌ដែលប្រសើរដែរព្រោះដែលធម៌ដែលប្រសើរគឺលោកសម្ដែងថាធម៌ណាដែលការប្រព្រឹត្តទៅធ្វើឲ្យខ្លួនយើងនឹងមានសេចក្តីសុខព្រោះសុខនឹងសុខយ៉ាងម៉េចសុខដោយកាយព្រោះសុខដោយកាយសុខដោយចិត្តព្រោះសុខដោយកាយនេះគឺសុខដោយការមិនទៅលួចទ្រព្យគេព្រោះសុខដោយការមិនទៅប្រព្រឹត្តខុសក្នុងប្រពន្ធកូនគេព្រោះការសុខដោយការមិនទៅបៀតបៀនជីវិតអ្នកដទៃព្រោះហ្នឹងគឺជាហៅថាសេចក្តីសុខដែលធ្វើឲ្យយើងនឹងមាននៅសេចក្តីស្ងប់ព្រោះហើយដូចនៅក្នុងការដែលយើងមាននៅសេចក្តីស្ងប់ក្នុងចិត្តព្រោះគឺយើងមិនទៅនិន្ទាគេព្រោះមិនទៅចំណែនមិនទៅឈ្នាននេះមិនទៅបន្តិចបដាសាគេហ្នឹងព្រោះហ្នឹងហើយបើយើងទៅចំណានទៅឈ្នាននេះគេជាមិនផុតទេព្រោះការក្តៅចិត្តក្តៅកាហាយហ្នឹងគឺជាខ្លួនយើងនឹងទេអញ្ចឹងនៅក្នុងនេះលោកឲ្យយើងរក្សានៅការប្រព្រឹត្តនៅសេចក្តីស្ងាត់ស្ងៀមព្រោះនៅក្នុងចិត្តរបស់យើងនឹងព្រោះនៅក្នុងកាយរបស់យើងនឹងហ្នឹងគឺចំណុចទី6ព្រោះចំណែកចំណុចទី7លោកសម្ដែងថាវិរិយារម្ភាយៈព្រ
บ่ហ្នឹងហើយការប្រព្រឹត្តទៅบ่ដើម្បីការព្យាយាមบ่ហ្នឹងគឺការប្រព្រឹត្តទៅដើម្បីការព្យាយាមនេះគឺដើម្បីព្យាយាមនៅការលះបង់នៅកិលេសនៅក្នុងโลกនេះដែលយើងប្រព្រឹត្តទៅនៅក្នុងរាល់ថ្ងៃជាប្រចាំថ្ងៃនេះព្រោះទាំងការលោភលន់ព្រោះទាំងការខឹងក្រោធច្រើនព្រោះទាំងការចំណែនជ្រៀននេះគេហ្នឹងគឺលោកឲ្យយើងលះព្រោះហ្នឹងហើយព្រោះថាអ្វីទាំងអស់ហ្នឹងវាអាចជួយអីដល់យើងបានទេព្រោះមានតែធ្វើឲ្យយើងហ្នឹងវាកើតទុក្ខព្រោះធ្វើឲ្យយើងហ្នឹងវាសោកសៅព្រោះធ្វើឲ្យអ្នកដតីហ្នឹងគេមានរឿងនៅពេលដែលយើងហ្នឹងខឹងខ្លាំងពេកទប់នៅអារម្មណ៍ខ្លួនឯងហ្នឹងមិនបានព្រោះហ្នឹងហើយឬក៏ការចង់មានចង់បានរបស់យើងហ្នឹងវាមិនបានសម្រេចនៅរបស់នោះព្រោះទៅធ្វើឲ្យខ្លួនយើងហ្នឹងវាជួបទុក្ខជាមិនខានទេព្រោះហ្នឹងហើយទុក្ខនេះមិនមែនទុក្ខធម្មតាទេញោមព្រោះបើមិនមានការពិចារណានៅធម៌មិនមានការចេះរីករាយនៅក្នុងការប្រព្រឹត្តទៅរបស់ខ្លួននឹងទេព្រោះហ្នឹងហើយមិនមានការរាប់អានមនុស្សល្អហ្នឹងហើយប្រព្រឹត្តល្អហ្នឹងទេហ្នឹងគឺអ្វីដែលយើងជួបប្រទះហ្នឹងជៀសមិនផុតទេព្រោះហ្នឹងហើយពីការចំណែនពីការជេរនេះខឹងគេច្រើនព្រោះហ្នឹងគឺយើងជៀសមិនផុតទេអញ្ចឹងនៅក្នុងនេះលោកឲ្យយើងហ្នឹងប្រព្រឹត្តទៅដោយការព្យាយាមលះបន្តិចម្ដងព្រោះហ្នឹងហើយរហូតដល់អស់នៅកិលេសហ្នឹងព្រោះរហូតដល់អស់នៅការចង់មានចង់បានហ្នឹងដោយការខឹងក្រោធអីផ្សេងហ្នឹងព្រោះហ្នឹងគឺចំណុចទី7ព្រោះចំណុចទី8លោកសម្ដែងថាសុភវតាយៈព្រោះហ្នឹងហើយគឺការប្រព្រឹត្តទៅដើម្បីការចិញ្ចឹមដោយងាយព្រោះអញ្ចឹងនៅក្នុងនេះដូចលោកម្ចាស់ប្អូនលោកបានសម្ដែងនៅក្នុងនោះថានៅពេលដែលប្រសង់ការចិញ្ចឹមជីវិតរបស់ប្រសង់ហ្នឹងគឺដោយងាយហ្នឹងគឺមិនលំបាកទេតែដោយការលំបាកនោះដោយលោកមិនចេះស្កប់ស្កល់មិនចេះគ្រប់គ្រាន់របស់លោកហ្នឹងហើយដោយការនិយាយតទុនទៅកាន់យាយតាឬក៏កាន់ពុទ្ធបរិស័ទតែខ្វះនៅចង្ហាន់នេះចង្ហាន់នោះចេះតែចង់បានចង់មានចង់បានបងចេះតែមិនចេះគ្រប់មិនចេះស្កប់ស្កល់នៅក្នុងភោជននៅក្នុងលៀបសក្ការៈអីហ្នឹងនឹងមិនមែនហៅថាការចិញ្ចឹមជីវិតដោយងាយទេលោកក៏បានសម្ដែងបញ្ជាក់ខាងដើមឲ្យដែរព្រោះអញ្ចឹងនៅក្នុងនេះលោកបញ្ជាក់ថាការចិញ្ចឹមជីវិតដោយងាយហ្នឹងឲ្យយើងចេះគ្រប់គ្រាន់ព្រោះសម្រាប់ព្រះសង្ឃហ្នឹងឲ្យចេះសប្បាយចិត្តរីករាយនឹងអាហារសប្បាយដែលញាតិញោមបានប្រគេនបើមានបច្ច័យ4ដែលញោមប្រគេនហ្នឹងឲ្យសប្បាយចិត្តត្រេកអរនឹងកាត់ប្រគេនតិចក៏សប្បាយចិត្តតាមនឹងទៅហើយក៏មិនមានការថ្នាក់ចិត្តនៅក្នុងធម៌ហ្នឹងទើបការចិញ្ចឹមជីវិតដោយងាយរបស់លោកហ្នឹងក៏ជាប្រយោជន៍ក៏ជាប្រសើរហ្នឹងដែរអញ្ចឹងការសម្ដែងរបស់ខ្ញុំកណាទាំង8ចំណុចនេះដែលជាធម៌ដែលព្រះសម្មាសម្ពុទ្ធលោកបានសម្ដែងជាធម៌ជាវិន័យនេះគឺខ្ញុំកណាក៏ចូលរួមតែប៉ុណ្ណេះក៏ប្រគេនទៅព្រះអង្គគ្រូដើម្បីបកស្រាយបន្ថែមវិញយ៉ាងណានោះក៏សូមរតនានិមន្តកណាទៀនអរគុណច្រើនចំពោះលោកចាស់ប្អូនដែលបានចូលរួមវិស័យជំនាញខ្លឹមសារនៃប្រធានបទទី2ដែលតកតងអំពីគោលនោះមានរហូតដល់8គឺលោករាប់ថាជាធម៌ជាវិន័យជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាដូច្នេះខ្ញុំកណាបានបំពេញបន្ថែមទេតែសូមសាររើទាំង8ចំណុចនឹងមកវិញក្រែងអស់លោកអ្នកស្ដាប់មិនតាន់អញ្ចឹងខ្ញុំកណាសាររើបែបជាខេមរៈភាសាទៅតែម្ដងដើម្បីងាយស្រួលស្ដាប់កណាទាំង8យ៉ាងនេះលោករាប់ថាជាធម៌ជាវិន័យជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាទី1ធម៌ណាប្រព្រឹត្តទៅដើម្បីប្រាសចាកនៅដំរេកណាទី2ធម៌ណាប្រព្រឹត្តទៅដើម្បីប្រាសចាកនៅសេចក្តីទុក្ខកណាទី3ធម៌ណាប្រព្រឹត្តទៅដើម្បីមិនសន្សំនៅកិលេសណាទី4ធម៌ណាប្រព្រឹត្តទៅដើម្បីណាប្រាថ្នាតិចចំណែកទី5ធម៌ណាប្រព្រឹត្តទៅដើម្បីសន្តោសចំពោះវត្ថុតាមមានតាមបានឯចំណែកទី6ធម៌ណាប្រព្រឹត្តទៅ
ដើម្បីស្ងប់ចាកភាពច្បោកច្បល់ឬពួកគណៈទី7ធរណាប្រព្រឹត្តទៅដើម្បីប្រាស្ចាកសេចក្តីខ្ជិលច្រអូសទី8ធរណាប្រព្រឹត្តទៅដើម្បីការចិញ្ចឹមងាយទាំង8យ៉ាងនេះឯងលោករាប់ថានឹងហើយគឺជាធម៌ជីវិន័យជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាសូមអស់លោកអ្នកស្ដាប់ទាំងប្រគុណម្ចាស់ទាំងញាតិញោមពុទ្ធបរិស័ទបានជ្រាបនៅក្នុងខ្លឹមសារនេះដូច្នេះខ្ញុំកណាសូមធ្វើការសរុបសេចក្តីនៃប្រធានបទទាំងពីរនឹងតែម្ដងប្រធានបទ8ខាងដើមនោះលោករាប់ថាមិនមែនជាធម៌មិនមែនជាវិន័យមិនមែនជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាប្រធានបទទី2គឺ8ខាងចុងនេះលោករាប់ថាជាធម៌ជាវិន័យជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាដូច្នេះហើយសូមអស់លោកអ្នកស្ដាប់បានជ្រាបអំពីសេចក្តីនឹងចំណុចណាដែលជាធម៌ជាវិន័យជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាអស់លោកនឹងអាចពិចារណាបានអាចជ្រាបបាននៅពេលដែលមានអស់លោកមួយចំនួនជាអ្នកសម្ដែងធម៌អាក្តីឬក៏ញាតិញោមបានទៅអានសភៅទៅអានអីគម្ពីរដទៃផ្សេងញាតិញោមនឹងអាចធ្វើការវិនិច្ឆ័យនៃលក្ខណៈនោះថាជាធម៌ឬក៏ជាវិន័យឬក៏ជាពាក្យព្រានប្រដៅរបស់ព្រះសាស្តាបានដូច្នេះខ្ញុំកណាសរុបសេចក្តីមកប្រមាណប៉ុណ្ណឹងជាកិច្ចបន្តទៅនេះនិមន្តប្រគុណម្ចាស់កាលៈទាយកោម៉ៃនិដ្ឋានដើម្បីធ្វើការសូត្រអាននៅកំណាព្យកាបឃ្លោកដទៃផ្សេងដូច្នេះសូមរតនានិមន្តទៀតរក្សាព្រះត្រៃបិដកសិក្សាបិដកមរតកព្រះមានជ័យជំនះឈ្នះមោហាគឺជាកុសលផ្ដល់បញ្ញាឆ្លងកាត់វដ្តសង្សារឆ្ពោះនិព្វានដូច្នេះយើងត្រូវថែរក្សាបិដកថ្លៃថ្លាជាធម្មទានព្រះធម្មចេតិយប្រាជ្ញាញាណសាស្តានៅមានយើងត្រូវប្រឹងរក្សាបិដកមានគុណក្រៃលោកលីបែងចែកញែកឲ្យដឹង7ប្រការគិតចិញ្ចឹងល្អម្លឹងប្រឹងថែខ្មែរមានធម៌មួយគឺរក្សាព្រះសាសនា មរតកអស្ចារ្យជាពុទ្ធពរពាក្យពុទ្ធសុទ្ធបវរចេតិយមានធម៌វិសុអៈពីរគឺរក្សាព្រះសាស្តាវិន័យធម៌អាចារ្យទុកដាក់ស្ថិតនៅជាគ្រូល្អដល់សំស័កប្រចធម្មាជាសាស្តា 3គឺរក្សាការងារសង្ឃត្រត្រង់តម្រង់ព្រះសាសនាសង្គាយនាធម៌វិន័យណាត្រាស់អស់វស្សា45 4គឺរក្សាគុណសម្បត្តិនៃពុទ្ធបរិស័ទចាត់ជាឆ្មាំព្រះធម៌វិន័យព្រះអង្គផ្ដាំស្ថិតច្រើនពាន់ឆ្នាំព្រោះបរិស័ទ 5គឺរក្សាត្រៃសធម្មបរិយ័តនាំចំបដិបត្តិបដិវេធៈជាកំចាត់កិលេសបងបាត់ស្ងាត់សន្តាន 6រក្សាត្រៃរតនៈស្ថិតនៅប្រចៈសារណដ្ឋានព្រះពុទ្ធព្រះធម៌នាំសុខសាន្តព្រះសង្ឃកល្យានមានវិន័យ 7រក្សាត្រៃសិក្ខាសាសនាចាចៈដោយដួងហរតីសិលសមាធិធម៌ប្រពៃផុតភ័យអាស្រ័យដោយបញ្ញាព្រះត្រៃបិដកមានប្រវត្តិរឿងរ៉ាវបានកត់ចាអក្សរាអរិយធម៌វប្បធម៌មនុស្សទេវតាពពាយ៉ាងណាចាឲ្យដឹងបិដកជាច្បាប់ប្រាប់ភពត្រៃអ្នកមាននិស័យលីលោកប្រឹងសិក្សាបិដកកំចាត់ខឹងចិញ្ចឹងសម្លឹងដឹងត្រៃលក្ខណ៍បិដកច្បាប់ដើមព្រះសាសនាបាលីអក្សរាសាស្តាចៈបដិបត្តិបូជាធានាមៈកំចាត់ត្រៃលក្ខណ៍លាត្រៃលោកកសាងចេតិយបិដកខ្មែរយើងនាំគ្នាហែព្រះមានជោគសាធុផុតចាក់រោគសាធុផុតលោកអនុមោទនីអរគុណច្រើនចំពោះលោកម្ចាស់ប្អូនដែលបានសូត្រអាននៅកំណាព្យកាបឃ្លោកដទៃផ្សេងដើម្បីបានជាគតិត្រិរីពិចារណាដូច្នេះនៅក្នុងរាត្រីនេះការសម្ដែងរៀបរាប់របស់ខ្ញុំករណាទាំង3ព្រះអង្គនេះប្រសិនបើលើសលួសខ្វះខាតដោយអក្សរព្យញ្ជនៈបាលីឬពាក្យពេចន៍នៃសេចក្តីអត្ថាធិប្បាយឧបមាឧបមេសេចក្តីនោះលើសលួសដោយប្រការណាមួយក៏សូមអធ្យាស្រ័យអំពីសំណាក់អស់លោកអ្នកស្ដាប់ឬក៏ការសម្ដែងនឹងមានកំហុសអចេតនាណាមួយដែលកើតឡើងក្នុងពេលសម្ដែងភ្លៀងផ្្លាត់សតិនោះក៏សូមអធ្យាស្រ័យអំពីសំណាក់អស់លោកអ្នកស្ដាប់ដូច្នេះខ្ញុំបករណាទាំង3ព្រះអង្គនេះក៏សូម
អ្នកម៉ាសកាលានឹងចម្រើនពូលី